សម្រាប់បងប្អូននេះដែលគាត់ចង់បានម៉ាស៊ីនកិនស្រូវដែលប្រើម៉ាស៊ីនម៉ាស៊ីនតក៏អត់ត្រូវការចង់ប្រើម៉ូទ័រទេគាត់ចង់ប្រើម៉ាស៊ីនផ្សេងខ្ញុំណែនាំទៅលើខ្នែនេះមួយខ្នែនេះគឺយើងប្រើម៉ាស៊ីនកម្លាំង14សេសដែលភ្ជាប់ជាមួយនឹងប្រភេទម៉ាស៊ីនកិនស្រូវខ្នែលក្ខណៈគ្រួសារខ្នែនេះគឺយើងមានកញ្ច្រៃរែងថ្មគ្រូបកែស្មៅ2តង់រែងបានស្អាតល្អមែនតើអញ្ចឹងមិនថាស្រូវបងប្អូនដែលគាត់ថាពីការមានជាប់កតិកទីថ្មគ្រូបកែស្មៅអីច្រើនដាក់ចូលម៉ាស៊ីននេះគឺអង្គធ្លាក់ចេញមកបានស្អាតល្អមែនតើនិយាយទៅគឺយើងធានាជូនណាអង្គរបស់វានេះក៏មានបែងចែកឲ្យជា3ផ្លូវដែរមានអង្គសលូនកញ្ចុងអង្គនិងអង្គ3កណាត់ពិសេសបងប្អូនខ្នែនេះគឺចេញមកបានកន្ទុកម៉ត់ល្អលេខ1តែម្ដងអត់ត្រូវការវាយ2ដងណាដោយសារតែខ្នែនេះវារត់ម្ដងទាំងពីរអញ្ចឹងនៅពេលដែលយើងដំណើរការកិនស្រូវហើយកាមដែលវានៅសល់នេះវាហូរទៅកន្លែងវាយកន្ទុកអូតូតែម្ដងអត់ត្រូវការយើងវាយ2ដងទេហើយកន្ទុករបស់យើងនេះក៏បានចេញមកបានម៉ត់ល្អដូចគ្នាគឺអាស្រ័យទៅលើយើងដកកញ្ឆេងអញ្ចឹងយើងចង់បានម៉ត់ខ្លាំងលេខ1លេខ2លេខ3អីយើងដកកញ្ឆេងតាមនឹងបានជាក់ផងដែរសម្រាប់ខ្នែខាងលើនេះ1ម៉ោងយើងអាចកិនស្រូវបាន200គីឡូហើយតម្លៃ$1500មានការធានាជូនត្រឹមត្រូវពេញមួយឆ្នាំទៅលើសេវាកម្មជួសជុលនិង3ខែទៅលើគ្រឿងបន្លាស់ចឹងពពុកម៉ែបងប្អូនដែលគាត់មានតម្រូវការតាក់ទងមកខាងយើងបាន